បងក្មេងប្រុសម្នាក់ត្រូវបានស្លាប់ភ្លាមៗដោយសារតែមិត្តភក្តិរបស់ខ្លួនបានយកកាបិតមកចាក់ពីខាងក្រោយចំកញ្ជឹងកក៏បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងបងប្អូនអញ្ចឹងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋតិចសាសនៅវិទ្យាល័យមួយកន្លែងរឿងហេតុដែលបុលាគឺក្មេងប្រុសពីរនាក់នេះគឺបានបាត់បារីអេឡិចត្រូនិករបស់ខ្លួនបងប្អូនដែលក្មេងប្រុសទាំងពីរនាក់នេះម្នាក់គឺមានឈ្មោះថា Andre ហើយម្នាក់ទៀតគឺមានឈ្មោះថា Theo ដែលពួកគេទាំងពីរនាក់នេះគឺបានបាត់បារីអេឡិចត្រូនិករបស់ខ្លួនដែលបានទិញមកពីហាងមួយកន្លែងដែលមានតម្លៃ$21បងប្អូនហើយក្រោយមកពួកគេក៏បានចោទប្រកាន់ទៅកាន់ក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថា Smur បងប្អូនគឺចោទប្រកាន់ថាក្មេងប្រុសដែលមានឈ្មោះថា Smur ហ្នឹងគឺបានយកបារីអេឡិចត្រូនិករបស់ខ្លួនអញ្ចឹងហើយពួកគេក៏បានទៅតាមទារបារីអេឡិចត្រូនិករបស់ខ្លួនពី Smur អញ្ចឹងណាបងប្អូននៅពេលដែលគេទៅតាមទារពួកគេក៏បានឆែកក្នុងកតាបរបស់ Smur ផងឆែកនៅក្នុងខ្លួនរបស់ Smur ផងគឺមិនឃើញបារីអេឡិចត្រូនិករបស់ពួកគេទេបងប្អូនអញ្ចឹងហើយទៅធ្វើឲ្យក្មេងប្រុសចំនួន2នាក់ហ្នឹងគឺបានខឹងកាន់តែខ្លាំងទៅលើ Smur ហ្នឹងតែម្ដងបងប្អូនហើយក្រោយមកនៅពេលដែលដល់ម៉ោងចេញទៅផ្ទះបងប្អូនរឿងដែលនឹកស្មានមិនដល់ណាបងប្អូនគឺក្មេងប្រុសដែលមានឈ្មោះថា Smur ហ្នឹងគឺបានចាំឪពុករបស់ខ្លួនមកយកនៅសាលាអញ្ចឹងណាដោយឈរចាំនៅខាងក្រៅសាលាស្រាប់តែក្មេងប្រុស2នាក់ទៀតដែលមានឈ្មោះថា Andre ហើយនិង Theo ហ្នឹងក៏បានដើរទៅពីក្រៅក៏បានទាញកត្រៃរបស់ខ្លួនចេញពីចង្កេះខោទៅចាក់ Smur ពីក្រោយចំកញ្ជឹងកដែលបណ្ដាលឲ្យ Smur ហ្នឹងគឺស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូន Oh my god សាហាវមែនតើបងប្អូនហើយក្រោយមកពួកគេក៏បានរត់គេចខ្លួនបាត់ហើយ Smur ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះអញ្ចឹងណាបងប្អូនតែនៅពេលដល់មន្ទីរពេទ្យក៏បានប្រាប់ថា Smur ហ្នឹងគឺបានបាត់បង់ជីវិតបាត់ទៅហើយដោយសារតែកត្រៃហ្នឹងគឺចាក់ចំកញ្ជឹងកខាងក្រោយដែលចំតសៃពិសេសអញ្ចឹងហើយធ្វើឲ្យ Smur គឺស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូន Oh my god ឈរសុកត្រូវគេយកកត្រៃមកចាក់ចំកញ្ជឹងកដែលបណ្ដាលឲ្យស្លាប់ភ្លាមៗបងប្អូន Oh my god សាហាវមែនតើបងប្អូនហើយក្រោយមកក្រុមគូសាររបស់ Smur ក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងប្រុសដែលបានចាក់សម្លាប់ Smur អញ្ចឹងណាបងប្អូនហើយក្រោយមកគេក៏បានធ្វើការឃាត់ខ្លួនក្មេងប្រុសដែលបានចាក់សម្លាប់ Smur នឹងបានតែម្ដងបងប្អូនហើយនៅពេលដែលគេចាប់ក្មេងប្រុសទាំងពីរនាក់ហ្នឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Andre ហ្នឹងក៏បានឆ្លើយសារភាពថាខ្លួនគឺបានចាក់ទៅលើ Smur ពិតមែនបងប្អូនប៉ុន្តែគេមិនមានបំណងចាក់សម្លាប់ Smur នោះទេគ្រាន់តែចាក់ឲ្យមានរបួសដើម្បីឲ្យ Smur ហ្នឹងខ្លាចពួកគេតែម្ដងបងប្អូនតែមានណាចៃដន្យអីគឺ Smur បានស្លាប់អញ្ចឹងហើយគេក៏អត់មានបំណងចាក់សម្លាប់ Smur នោះទេបងប្អូនដែលធ្វើឲ្យក្រុមគូសាររបស់សាច់ញាតិ Smur ហ្នឹងគឺមានការខឹងសម្បាទៅកាន់ក្មេងប្រុសហ្នឹងមែនតើបងប្អូនចាក់កូនរបស់គេចំពីក្រោយចំកញ្ជឹងកបណ្ដាលឲ្យស្លាប់ហើយបែរជានិយាយថាមិនមានបំណងចាក់ឲ្យស្លាប់បងប្អូន Oh my god ក្មេងប្រុសម្នាក់នេះប្រហែលជាឆ្លើយដើម្បីយកដោះខ្លួនណាបងប្អូនអញ្ចឹងហើយក្រោយមកតុលាការក៏បានសួរនាំតើរឿងហេតុអ្វីបានជា Andre ហ្នឹងគឺបានចាក់ទៅលើ Smur អញ្ចឹងណា Andre ក៏បាននិយាយថាដោយសារតែខ្លួនហ្នឹងគឺបានបាត់បារីអេឡិចត្រូនិកដែលបានទិញមកពីហាងមួយកន្លែងដែលមានតម្លៃត្រឹមតែ$21តែប៉ុណ្ណោះអញ្ចឹងហើយពួកគេក៏បានចោទប្រកាន់ទៅលើ Smur អញ្ចឹងណាហើយក្រុមមិត្តភក្តិរបស់ពួកគេក៏បានចោទប្រកាន់ទៅលើ Smur ដែរថា Smur បានលួចអញ្ចឹងណាអញ្ចឹងហើយទៅធ្វើឲ្យគេមានការចិត្តខឹងក៏បានយកកន្ត្រៃរបស់ខ្លួនហ្នឹងយកទៅចាក់ Smur ចំពីក្រោយចំកញ្ជឹងក៏បណ្ដាលឲ្យ Smur ហ្នឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូនហើយក៏មកតុលាការក៏បានធ្វើការកាត់ក្តីនិងសម្រេចឲ្យ Andre ហ្នឹងគឺជាប់ពន្ធនាគារអស់មួយជីវិតហើយត្រូវបង់ថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសារសាច់ញាតិរបស់ Smur ហ្នឹងគឺចំនួន$3លានថែមទៀតបងប្អូន Oh my god ត្រូវជាប់គុកអស់មួយជីវិតហើយត្រូវបង់លុយទៅឲ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះចំនួន$3លានថែមទៀតបងប្អូន Oh my god បងប្អូនហើយ Smur និង Andre ហ្នឹងគឺជាមិត្តភក្តិដែលរៀនជាមួយគ្នានៅក្នុងថ្នាក់ជាមួយគ្នាទៀតបងប្អូនហេតុអីបានជា Andre ហ្នឹងគឺដាច់ចិត្តចាក់សម្លាប់មិត្តភក្តិរបស់ខ្លួនឯងបងប្អូន Oh my god អញ្ចឹងហើយបានគេថាបងប្អូនរាប់អានមិត្តខុសគឺខុសហើយតែបើរាប់អានមិត្តត្រូវគឺត្រូវបងប្អូនអញ្ចឹងហើយបើយើងរាប់អានមិត្តខុសគឺដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនថ្ងៃណាមួយគង់តែមកចាក់យើងទេបងប្អូន Oh my god អញ្ចឹងហើយតើបងប្អូនគិតយ៉ាងណាដែរចំពោះ Andre ម្នាក់នេះបងប្អូនដែលគាត់បាននិយាយថាគាត់គ្មានបំណងចាក់សម្លាប់ Smur ណាបងប្អូនកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងបងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like page share វីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូន